ជំរាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអំពីការ join domain ហើយនៅពេលដែលយើង join domain computer account មួយនឹងកើតឡើងនៅក្នុង Active Directory អញ្ចឹងយើងនឹងធ្វើការបង្កើត user ក្នុង Active Directory ដើម្បីឲ្យគាត់អាច log in ក្នុងម៉ាស៊ីននឹងបានជាដំបូងយើងចូលទៅកាន់ file បន្ទាប់មកយើងយក new virtual machine បន្ទាប់មកយើងយក typical ហើយចុច next បន្ទាប់មកយើងចុច next ទៀតមកបន្ទាប់មកយើងយក Windows Server 2022ហើយយើងដាក់ឈ្មោះម៉ាស៊ីនរបស់យើងអញ្ចឹងខ្ញុំដាក់ E6 assignment client បន្ទាប់មកខ្ញុំជ្រើសរើសទីតាំងដែលខ្ញុំចង់ដាក់អញ្ចឹងខ្ញុំចង់ដាក់នៅលើ drive D របស់ខ្ញុំហើយនៅពេលដែលយើងដាក់ហើយយើងចុច next ទៀតមកនៅត្រង់នេះដែរយើងយក store as a single file ហើយបន្ទាប់មកយើង customize hardware របស់វាអញ្ចឹងបន្ទាប់មកយើងចូលទៅកាន់ new CD ឬក៏ DVD ហើយយើងយក use ISO file បន្ទាប់មកយើងចូលទៅកាន់ ISO file របស់យើងដែលយើងបាន download នឹងហើយនេះជា file Windows 8.1 របស់ខ្ញុំបន្ទាប់មកយើងចុច close បន្ទាប់មកទៀតយើងចុច finish ហើយយើងនឹងទទួលបានម៉ាស៊ីនមួយទៀតដែលមានឈ្មោះថា E6 assignment client បន្ទាប់មកយើងបើកម៉ាស៊ីននឹងមកអញ្ចឹងពេលដែលយើងចូលមកដល់ខាងនេះវានឹងឲ្យយើងជ្រើសរើសភាសាយើងយក default ភាសាអង់គ្លេសហ្នឹងមកហើយយើងចុច install now អញ្ចឹងបន្ទាប់មកវាឲ្យយើងវាយ passkey code យើងវាយហើយយើងចុច next បន្ទាប់មកយើង accept term condition បន្ទាប់មកទៀតយើងយក custom ហើយយើងចុច next មកអញ្ចឹងវាចាប់ផ្ដើម install Windows របស់យើងហើយត្រង់នេះដែរគេឲ្យវាយ PC name អញ្ចឹងខ្ញុំដាក់ client បន្ទាប់មកចុច next ហើយយើង use express setting អញ្ចឹងអានេះវាកំពុងតែ set up account ឲ្យយើងហើយថងនេះគេឲ្យ sign in មួយ Microsoft account ប៉ុន្តែខ្ញុំអត់ sign in ទេអញ្ចឹងនេះវាបង្កើត account ឲ្យយើងជោគជ័យហើយបន្ទាប់មកយើងមើលស្ដាំទៅលើម៉ាស៊ីន client របស់យើងហើយយើងចូលទៅកាន់ setting ហើយបន្ទាប់មកយើងចូលទៅកាន់ network adapter ហើយយើងយក custom VMnet zone បន្ទាប់មកយើងទៅ right click ចូល setting server របស់យើងម្ដងយើងយកដូចគ្នាយើងទៅកាន់ network adapter ហើយយើងយក VMnet zone ដូចគ្នាបន្ទាប់មកយើងចូលទៅកាន់ client របស់យើងវិញហើយយើង search menu រក control panel នៅក្នុងនេះដែរយើងត្រូវ filter ទៅកាន់ log icon ដើម្បីរក network and sharing center ហើយយើងចុចទៅកាន់វាមកបន្ទាប់មកចូលទៅកាន់ Ethernet 0ដើម្បីដាក់ IP address របស់វាអញ្ចឹង IP address របស់ client របស់យើងគឺ 192.168.1.100បន្ទាប់មកយើងត្រូវដាក់ IP របស់ server របស់យើង 192.166.1.1 ហើយយើងចុច OK មកហើយយើងចុច close បន្ទាប់មកយើងទៅដាក់ IP address នៅក្នុង server របស់យើងវិញម្ដងបន្ទាប់មកយើងចូលទៅកាន់ menu ដើម្បី search រក control panel ដូចគ្នាដូចពេលដែលយើងធ្វើ client អញ្ចឹង
អញ្ចឹងចូលមកដល់ក្នុងនេះក៏ដូចគ្នាដែរយើងទៅកាន់ like icon ហើយយក network and sharing center បន្ទាប់មកចូលទៅកាន់ Ethernet row ហើយយើងដាក់ IP address របស់ server អញ្ចឹងនេះយើងដាក់ IP address វាហើយបន្ទាប់មកយើងចុច OK មកហើយយើងចុច close អញ្ចឹងបន្ទាប់មកយើងធ្វើការ pin ដើម្បីឲ្យដឹងថាវាស្គាល់គ្នាអត់យើងចូលទៅកាន់ CMD ហើយយើងវាយ IP address របស់វាមកអញ្ចឹងវា load request time out វាអត់ដើរទេដោយសារតែវាជាប់ firewall អញ្ចឹងយើងត្រូវចូលទៅកាន់ client server ដើម្បីបិទ firewall របស់វាអញ្ចឹងយើង search រក firewall មកបន្ទាប់មកយើងចូលទៅកាន់ turn window firewall on or off ហើយយើង turn off វាទាំងអស់មកយើងចុច OK ហើយយើងទៅ server ដើម្បីទៅ ping ម្ដងទៀតអញ្ចឹងបន្ទាប់ពីបិទ firewall ហើយគឺវាស្គាល់គ្នាហើយអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់ window administrative tool បន្តមកទៀតយើងចូលទៅកាន់ Active Directory User and Computer អញ្ចឹង computer ទាំងអស់ដែល join domain វាសុទ្ធតែមាននៅក្នុងហ្នឹងអញ្ចឹងយើងអត់មាន computer ណាមួយដែលបាន join domain ទេអញ្ចឹងដើម្បី join domain បានយើងចូលទៅកាន់ File Manager ហើយ right click លើ PC បន្តមកយើងយក property អញ្ចឹងនៅក្នុងហ្នឹងយើងនឹងឃើញ computer name domain និង workgroup setting យើងចុចលើ change setting មកបន្តមកទៀតយើងចុច change ហើយយើងបដូរពី workgroup ទៅជា domain វិញបន្ទាប់មកយើងវាយ domain name ដែលយើងបានបង្កើតអញ្ចឹង domain name របស់ខ្ញុំដាក់ lab3.local ហើយយើងចុច OK មកវានឹងឲ្យយើងវាយ username និង password អញ្ចឹង username របស់យើង administrator ហើយយើងវាយ password មកបន្ទាប់មកចុច OK អញ្ចឹងការ join domain យើងបានជោគជ័យហើយយើងចុច OK មកបន្ទាប់មកយើងចុច close វានឹងឲ្យយើង restart computer ហ្នឹងអញ្ចឹងបន្ទាប់ពីយើង restart ហើយយើងចូលទៅកាន់ server ម្ដងទៀតបន្ទាប់មកយើង refresh អញ្ចឹងនេះគឺជា client ដែលយើងបាន join domain មុនហ្នឹងអញ្ចឹងការ join domain របស់យើងបានជោគជ័យហើយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមដល់ចប់